Southeast Asia is rich in nature, culture, and people. The Annamite Mountains are a global biodiversity hotspot, but protecting them goes hand in hand with creating economic opportunities for local communities. The UK-funded Biodiverse Landscapes Fund is helping Laos, Vietnam, and Cambodia do just that, safeguarding this unique region while building a sustainable future for its people. In the north of Cambodia, the unique Virache National Park is home to various indigenous communities. Under the BLF, SNV is responsible for developing sustainable agricultural value chains to support these small farmers with better income options. Through climate resilience and better agriculture, people can produce more on the same piece of land and have no need for additional deforestation. The heart of the BLF project lies in its collaboration with local farmers. Through targeted interventions and strategic business partnerships, 3 key activities have transformed the livelihoods of these indigenous farmers. ខែប្រាំងនឹងខ្ញុំពិបាកមែនទែនអារឿងទឹកនឹងអត់ជំនាញដូចពុះប្រុសទេពុះប្រុសវិញគេដាក់យូរកាល2កាន3កានខ្ញុំទៅមួយទេពូយនេះ9កានក៏ត្រូវ9ជើងដែរឥឡូវស្រួលដល់សារទឹកលោកគ្រូបដលសូឡាអខ្ញុំចុចឲ្យបានវាហូរហើយដាក់ក្នុងចានដែកចានអីឲ្យវាផឹកស្រួលព្រឺទឹកបាញ់ជ្រូកបាញ់គោចង់ដាំកលេដាំបានពួកអីវាទឹកវាមានច្រាប់ហើយស្រួលមែនទែនល្អខ្ញុំសប្បាយគ្រូឲ្យពូជឆ្មៅទៀតខ្ញុំកាត់ឆ្មៅទៅខ្ញុំច្រាំលាយជាមួយកទួខ្ញុំលាយទឹកខ្ញុំឲ្យទៅជ្រូកខ្ញុំកាត់បន្ថយកទួខ្ញុំបានមេជ្រូក5ហើយខ្ញុំថែម3ទៀតវាបាន8មេ1មេនឹងប្រហែលជា5 6ក្បាលកូនវានឹងខ្ញុំថាប្រហែលមួយឆ្នាំបានទៅ8 9លានដែរកម្រងខ្ញុំចង់ខ្ញុំគិតថាខ្ញុំថែមមេជ្រូក3ហើយខ្ញុំចង់ធ្វើទ្រុងវានៅឲ្យស្អាតបើសិនខ្ញុំបានចំណូលសើនហើយខ្ញុំឲ្យកូនខ្ញុំរៀនសូត្រតពួកខ្ញុំចង់គាត់មានអនាគតល្អដូចបងប្អូនយើងដែរ ដោយឃើញថាផលិតកម្មសត្វមានសក្តានុពលនិងចរន្តសាច់ប្រាក់លឿនយើងបានផ្ដល់បដិភាគលើអណ្ដូងសូឡាបូមទឹកពូជស្មៅនិងរបងចម្ការដើម្បីបង្កើតចំការបង្ហាញចំនួន25កន្លែងសម្រាប់កសិកររៀនសូត្រ កន្លងមកពីជីដូនជីតា5ឆ្នាំទៅ6ឆ្នាំទៅប៉ុណ្ណឹងទេយើងបានផលមហតាពី300គីឡូទៅ400គីឡូអង្គការ SNV គាត់សហការជាមួយអង្គរ Green ខ្ញុំទៅរៀនជាផ្ទះ3ខែគាត់បើកសម្ភារៈកន្ត្រីអាណានិងជីបំពាន់ទី2ការតែងមែនឥឡូវខ្ញុំសាក់លបងចំការគំរូខ្ញុំនៅលើខ្ញុំកាត់វារៀងស្លាស់បន្តិចវាចាប់ផ្ដើមខែ11ពុបចេញជួយស្អាតមកឆ្នាំទៅខ្ញុំបានមហតា400គីឡូទៅចន្លោះ500គីឡូក្នុងជាការខ្ញុំ7ហាត់និងខ្ញុំសពជាបាន3តោនកន្លះលុយសុតនៅសុត15លានខ្ញុំរំពឹងទុកឆ្នាំនេះពី5តោនទៅ6តោនលុយសុត20លានបើតាមការរំពឹងទុកខ្ញុំចង់ទិញដីគេខ្ញុំដាំគ្រូទៀតចង់ធ្វើបរិយាដាំស្មៅជីកដងនិងធ្វើទ្រុងជ្រូកឋាន យើងក៏សហការជាមួយក្រុមហ៊ុនអង្គរ Green យើងមានចំការបង្ហាញគ្រប់ភូមិចំនួន15សាលាស្រែ50លើកនិងវគ្គបណ្ដុះបណ្ដាលសម្រាប់កសិករប្រមាណ700គ្រួសារលើពីនោះយើងក៏បានចែកកូនចន្ទី M23 36,000 កូនសម្រាប់កសិករ200គ្រួសារផងដែរ ដើមឡើយហ្នឹងធ្វើស្រែស្រូវបានមកគ្រាន់តែមហូបទេ ឆ្នាំ2024ដល់25អង្គការ SNV អង្គការសំលុបព្រៃនិង IB ក៏សហការគ្នាចូលជាមួយអង្គការ CI មកបង្កើតធ្វើស្រែសរីរាង្គបាទលក់ឲ្យខាងអង្គការ IB ចូលក្រុមហ៊ុនហ្នឹងតម្លៃទីផ្សារគឺបានថ្លៃរយៈពេល2ឆ្នាំគាត់ជួយដូចជាម៉ាស៊ីនស្ទូងហើយម៉ាស៊ីនធ្វើជីកប៉ោះហើយនឹងបច្ចេកទេសយើងធ្វើជីបច្ចេកទេសយើងស្ទូង ការធ្វើស្រែពីមុនដោយគ្រូសាខ្ញុំ2នាក់ស្ទូងអញ្ចឹងមួយខែជាងបានហើយពីមុនផលខ្ញុំបានតិចទេយើង2នាក់ប្តីប្រពន្ធធ្វើបានតែមួយហាត់ជាងតិចដល់បច្ចុប្បន្នរាល់ថ្ងៃនេះស្ទូងឲ្យតាមបច្ចេកទេសសិនតែមួយទឹកទេចំណេញពេលវេលាច្រើនស្ទូងដៃគ្រូសាខ្ញុំវាអស់120គីឡូដល់ពេលមកស្ទូងតាមបច្ចេកទេសសិនគឺចំណេញពូជអស់ទៅប្រហែលជា60 70គីឡូទេ
ដល់ពេលបានអានេះមកយើងធ្វើបានដល់2ហាត់គ្រប់លទ្ធផលស្រូវបាន33ក្រងវាស្មើ2តោនជាងហើយលក់ហ្នឹង17ក្រងបាន1តោនជាងបាន2លាន IB ស្រីបានសហការជាមួយនឹងកសិករនៅក្នុងតំបន់ទាំងនេះក្នុងការអនុវត្តនៅស្រីសេរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃយើងបានផ្ដល់នៅទីផ្សារដែលមានតម្លៃខ្ពស់ជាការលើកទឹកចិត្តដល់កសិករក្នុងការអនុវត្តនៅស្រីសេរីរាង្គនិងការចូលរួមការពារសត្វព្រៃនិងព្រៃឈើនេះគឺជាវិធានការនៃការងារអភិរក្សដែលផ្សារភ្ជាប់ជាមួយនឹងការលើកកម្ពស់ជីវភាពសហគមន៍ យើងសហការជាមួយនឹងអង្គការសន្សំមកព្រៃដើម្បីគ្រប់គ្រងផលិតកម្មស្រូវសេរីរាង្គមិត្តភាពសត្វព្រៃជាលទ្ធផលក្រុមផលិតបានកើនឡើងរហូតដល់171គ្រួសារក្នុង4ភូមិស្រុកប៊ុនសែនដែលពួកគាត់ជាជនជាតិដើមឡាវនិងកវែតឆ្នាំនេះផលស្រូវបានកើនឡើងពី208តោនទៅ272តោនដែលពួកគាត់បានលក់ទៅឲ្យក្រុមហ៊ុន IB ស្រីតាមកិច្ចសន្យាចំនួន83តោនគិតជាទឹកប្រាក់ប្រមាណជា$27,000 The Biodiverse Landscape Fund Lower Mekong has trained indigenous farmers on best production practices and facilitated market linkages to improve their livelihoods. As these farmers embrace more nature-friendly, sustainable practices, the landscape flourishes, creating opportunities for economic development, conservation and ecotourism about this important protected area.